ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ប៉ាទីរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់មានឈ្មោះថាសៃអូនចំពោះរឿងរ៉ាវដែលសៃអូនបានចែករំលែកមកដល់ខ្ញុំនេះគឺតាក់ទងទៅនឹងរឿងរ៉ាវមួយដែលគាត់បាត់ទំនុកចិត្តទៅលើប្តីរបស់គាត់រហូតដល់បច្ចុប្បន្នត្បិតថាពួកយើងមិនបានលែងលះឬក៏ឆ្លោះប្រកែកខឹងសម្បាគ្នាអីធំដុំដល់ថ្នាក់ឡើងទៅមេភូមិមេឃុំតឡាការអីនៅក្នុងការផ្ដាច់ទំនាក់ទំនងជាប្តីប្រពន្ធក៏ពិតមែនក៏ប៉ុន្តែទំនុកចិត្តដែលយើងមានចំពោះគ្នាពីមុនចំពោះសៃអូនត្មងធ្លាប់ពីមុន 100% ទុកចិត្តទៅលើប្តីស្រឡាញ់ជឿជាក់ទុកចិត្តស្មោះត្រង់ក៏ប៉ុន្តែឥឡូវនេះគឺមានត្រឹមតែ10ទៅ 20% តែប៉ុណ្ណោះពីព្រោះតែទំនុកចិត្តវាបានបាត់បង់អស់ទៅហើយក៏ប៉ុន្តែពួកយើងអាចបានបែកបាក់គ្នានោះទេអញ្ចឹងបងប្អូនប្រកាសជាចង់ដឹងថាតើសៃអូនចែករំលែកអំពីរឿងរ៉ាវបាត់បង់ទំនុកចិត្តទៅលើប្តីយ៉ាងម៉េចខ្លះដល់ខ្ញុំទៅស្ដាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលសៃអូនបានចែករំលែកដល់ខ្ញុំនេះដូចខ្ញុំធ្លាប់ទទួលរឿងពីបងប្អូនជាច្រើនដែលខ្ញុំធ្លាប់និយាយអញ្ចឹងថាជីវិតប្តីប្រពន្ធពេលដែលយើងរួមរស់នៅជាមួយនឹងគ្នាមិនថាប្តីប្រពន្ធទេតែធ្វើគូសង្សារគូទៅដឹងអីហ្នឹងណាក៏បងប្អូនត្រូវតែមានភាពស្មោះត្រង់និងជឿជាក់ទុកចិត្តលើគ្នា 100% ផងដែរបើន័យថាសូមផ្ដល់ឲ្យគ្នា100ទៅ100មកកុំខាងប្រុសគេផ្ដល់100ខាងស្រីផ្ដល់ត្រឹម50ខាងប្រុសផ្ដល់50ស្រីផ្ដល់100ដែលន័យថាបែបហ្នឹងស្នេហារបស់យើងគឺมันអាចឈានទៅមុខបានទេតួយ៉ាងដូចរឿងរ៉ាវសៃអូនបានចែករំលែកមកនេះគឺគាត់ធ្លាប់មានក្តីស្រឡាញ់ទំនុកចិត្តនិងភាពជឿជាក់ទៅលើប្តីរបស់គាត់ 100% តាំងពីថ្ងៃផ្ដើមស្នេហ៍ដំបូងរហូតដល់ថ្ងៃដែលគាត់ជួបរឿងរ៉ាវមិនល្អរវាងគាត់និងប្តីរបស់គាត់ទំនុកចិត្តមួយនោះគឺបាត់សូន្យសងតែម្ដងរឿងរ៉ាវអញ្ចឹងសៃអូនថាគាត់បានស្គាល់ប្តីរបស់គាត់ពេលដែលគាត់ទៅធ្វើការនៅទីតាំងរោងចក្រមួយកន្លែងពេលនោះយើងក៏បានស្គាល់គ្នាពេលដែលយើងស្គាល់គ្នាបងប្អូនដឹងហើយថាយើងស្គាល់ប្រវត្តិគ្នាមិនគូសារគេមិនគូសារយើងមិនអញ្ចឹងណាដល់ពេលយើងឃើញពីភាពតស៊ូភាពលំបាករបស់គូសាររបស់គេហើយភាពស្មោះត្រង់ដែលគេបានផ្ដល់មកយើងក៏ចាប់ផ្ដើមមានចិត្តប្រតិបត្តិស្រឡាញ់គ្នាទៅវិញទៅមកក៏ឈានទៅដល់ពិធីភ្ជាប់សាច់ភ្ជាប់ឈាមហើយក៏ឈានទៅដល់រៀបការคล้ายទៅជាប្តីជាប្រពន្ធក្រោយពេលដែលយើងបានរៀបការជាមួយនឹងគ្នាពួកយើងគឺស្រឡាញ់គ្នាខ្លាំងមែនទែនរហូតដល់យើងបានបង្កើតនៅចំណងដៃសមាជិកថ្មីជាកូនស្រីជាទីស្រឡាញ់របស់យើងម្នាក់គឺយើងមានអារម្មណ៍ថាអូយើងនៅក្មេងៗក៏ពិតមែនតែយើងអាចបង្កើតស្នាមញញឹមសម្រាប់គ្រួសារតូចនេះបានហើយយើងទុកចិត្តគ្នាពេលដែលយើងការជាមួយគ្នាយើងគ្មានអីនោះទេបាត់ដៃទៅទេខំប្រឹងរកពីអ្នកប្តីប្រពន្ធនៅផ្ទះជួលតែ4ម៉ែត្រ4ជ្រុងទេប៉ុន្តែយើងមានក្តីស្រឡាញ់មានភាពជឿជាក់នឹងស្មោះត្រង់ទុកចិត្តគ្នាជាប្រចាំអញ្ចឹងទៅអញ្ចឹងកំឡុងពេលដែលប្អូនស្រីគាត់ការហើយរហូតដល់គាត់មានកូនស្រីដែលជាចំណងដៃនៅក្នុងគ្រួសាររបស់គាត់ក៏គ្រួសាររបស់គាត់នឹងនៅតែមានស្នាមញញឹមនៅតែមានក្តីស្រឡាញ់ជឿជាក់គ្នាទៅវិញទៅមករហូតអត់ដែលមានរឿងរ៉ាវឬក៏បញ្ហាអីនោះទេក៏ប៉ុន្តែពេលដែលគាត់ចាប់ផ្ដើមកសាងចាប់ដៃគ្នានៅបន្ទប់ទូចបដូរមកដល់បន្ទប់ធំយើងក៏មានទាំងម៉ូតូមានអីសម្រាប់ជាមធ្យោបាយធ្វើដំណើររៀងខ្លួនផ្ទាល់ខ្លួនអញ្ចឹងណាយើងមានមធ្យោបាយរៀងខ្លួនអញ្ចឹងទៅយើងក៏ចាប់ផ្ដើមថាជីវភាពគ្រួសារយើងវារៀងគាត់បើត្បិតថាយើងធ្វើការឲ្យគេពិតមែនប៉ុន្តែរឿងថារបស់ហូបចុករបស់ស្លៀកពាក់សម្ភារៈអីមួយចំនួនដែលយើងរៀបចំសម្ដាប់ធ្នាប់របស់ខ្លួនយើងហ្នឹងគឺវាមានគ្រប់គ្រាន់វាគ្រាន់បើជាងអាពេលដែលយើងចាប់ដៃដំបូងឬក៏ពួកយើងមិនទាន់ស្គាល់គ្នាពេលអញ្ចឹងបងប្អូនអាភាពលោឆាយភាពហឺហាភាពសប្បាយរបស់មនុស្សវាតែងតែមានរឿងរ៉ាវមួយថាវាជ្រុលអាចនឹងឈានទៅដល់រឿងរ៉ាវអីចេះមួយអញ្ចឹងទៅវារបៀបបែបហ្នឹងឯងអ្នកខ្លះពេលដែលការគ្រាក្រស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធជឿជាក់ទុកចិត្តគ្នា 100% ពេលដែលមានបានស្រាប់តែបែកគំនិតចេះបែកគំនិតចោះអញ្ចឹងទៅហើយភាពបែកគំនិតរបស់មនុស្សវាមានបែបផែនផ្សេងគ្នាអ្នកខ្លះមានប្តីមានប្រពន្ធប៉ុន្តែស្រាប់តែរាប់អានមិត្តភ័ក្ដិនេះមិត្តភ័ក្ដិនោះ
ខ្លាយខ្លួនជាហាយសពអញ្ចឹងចុះធ្វើយើងលែងមានទំនុកទុកចិត្តទៅលើប្តីប្រពន្ធខ្លួនឯងបែរជាយើងទុកចិត្តទៅលើមិត្តភ័ក្តិដើរផ្លូវបែកឆ្វេងជាមួយនឹងមិត្តភ័ក្តិទៅបងប្អូនដែលឃើញអ្នកខ្លះមានប្តីមានប្រពន្ធនេះប៉ុន្តែការរាប់អានឬក៏ខ្សែគប់មិត្តភ័ក្តិខ្លះទាញម្នាក់នោះឲ្យខ្លាយទៅជាមនុស្សម្នាក់ដែរខុសប្លែកពីមុនអ្នកខ្លះមិនចេះជក់បរិយមិនចេះផឹកស្រាមិនចេះជក់ថ្នាំមិនចេះដើរលេងក្លឹបទេពេលដែលស្គាល់ម្នាក់នោះទៅគឺទាញយើងឲ្យទៅអញ្ចឹងតែមកអ្នកខ្លះស្មោះត្រង់ល្អប្រសើរជាមួយយើងច្រើនណាប៉ុន្តែដល់ពេលមានសម្ភារៈមួយសម្រាប់ខ្លួនឯងទៅជាលួចលាក់ទំនាក់ទំនងផាត់ក្បត់លួចមានស្អីផ្សេងអីចឹងទៅរបៀបបែបនឹងឯងងាកមកដល់សេអូនវិញពេលដែលប្តីរបស់គាត់ជាមួយនឹងគាត់ហ្នឹងរៀបការជាមួយនឹងគ្នាបើសិនជាសាច់ការមកដល់ការមកគឺចូលដល់ប្រហែលជា7-8ឆ្នាំដែលពួកគាត់រៀបការជាមួយនឹងគ្នាហើយគាត់យល់ចិត្តគ្នាស្គាល់គ្នាគ្រប់សពបែបយ៉ាងនៅក្នុងសាច់រឿងជីវិតរបស់ពួកគាត់ទាំងពីរនាក់ហ្នឹងបន្តមកក៏ស្រីអូនគាត់បដូររោងចក្រមានន័យថាពីមុនគាត់ធ្វើរោងចក្រជាមួយនឹងប្តីរបស់គាត់ដល់ពេលក្រុមរបស់គាត់ហ្នឹងត្រូវបានគេរំសាយជំរុះគេកាត់ចេញចឹងទៅក៏គាត់សម្រេចចិត្តថាឈប់ពីការងារនៅរោងចក្រនោះមកធ្វើការរោងចក្រថ្មីទៅដោយប្តីរបស់គាត់មិនបានឈប់ទេគឺធ្វើការរោងចក្រនឹងដដែលបើនិយាយអំពីរោងចក្រប្តីរបស់គាត់ហើយនឹងរោងចក្រដែលគាត់ធ្វើពីមុនអត់ឆ្ងាយពីគ្នាទេប្រឆាកគ្នាតែមិនតិចរបៀបថាមួយនៅទៅហ្នឹងមួយនៅនោះទល់មុខគ្នាប្រឆាកផ្លូវមិនតិចនឹងឯងអញ្ចឹងក៏សេអូនគាត់មូមកធ្វើការនៅកន្លែងនេះតែប្តីគាត់ធ្វើការនៅកន្លែងចាស់ដដែលទៅអញ្ចឹងពេលដែលយើងមកធ្វើការនៅកន្លែងថ្មីប្តីធ្វើការនៅកន្លែងចាស់ផ្ទះជួលយើងនៅតែដដែលទេហើយពួកយើងទៅធ្វើការអីយើងជូនគ្នាទៅមកនិយាយរួមទៅជីវិតជាប្តីប្រពន្ធអ្នករោងចក្រខាងនោះក៏យើងថាមានដឹងថាយើងមានប្តីមានប្រពន្ធអ្នកខាងនេះក៏ដឹងថាយើងមានប្តីមានប្រពន្ធដូចគ្នាគ្មាននរណាម្នាក់ដែលមិនដឹងនោះទេក៏ប៉ុន្តែបងប្អូនហើយពេលដែលយើងលែងធ្វើការជាមួយនឹងគ្នាយើងនៅជាមួយគ្នាតែពេលដែលយើងត្រឡប់មកផ្ទះហើយមែនអត់បងប្អូនក៏ប៉ុន្តែពេលធ្វើការប្តីយើងធ្វើការនៅនោះហូបបាយហូបអីគឺគាត់ហូបដាច់ដោយឡែកពីយើងហូបដាច់ដោយឡែកពីគាត់យើងអាចដឹងថាត្រូវមានរឿងអីនៅក្នុងក្រោយខ្នងពេលដែលគាត់មិនមានវត្តមានយើងនៅធ្វើការនៅរោងចក្រហ្នឹងទេអ្វីដែលសេអូនគិតថាប្តីស្មោះត្រង់នឹងមិនលាក់លៀមឬក៏លួចលាក់តាក់តងលេបខាយអីជាមួយនឹងស្រីផ្សេងនោះបែរទៅជាចេញរឿងរ៉ាវមួយដែលលេចលឺអំពីកន្លែងការងាររបស់គាត់ធ្វើពីមុនហ្នឹងថាប្តីរបស់គាត់កំពុងតែមានទំនាក់ទំនងល្អជាមួយនឹងក្មេងស្រីម្នាក់ហ្នឹងអាយុត្រឹមតែ18ឆ្នាំទេណាបងប្អូនអាយុក្មេងមែនទែនតែមានទំនាក់ទំនងជាមួយនឹងប្តីរបស់គាត់ហើយទំនាក់ទំនងមួយនេះបើតាមអ្វីដែលគេរៀបរាប់ប្រាប់មកដល់ស្រីអូនថាវាគ្រាន់តែជាទំនាក់ទំនងបែបលេងសើចលេបខាយធម្មតាទេហើយពីរនាក់ហ្នឹងក៏ហៅគ្នាជាពូហើយនឹងក្មួយធម្មតាដែរដូចជាមិនលឺលុបអីលើហ្នឹងទេក៏ប៉ុន្តែបងប្អូនណាយើងគិតថាមន់ពងលើស្រូវតើមន់វាទៅស៊ីតកៅនៅក្រោមឬក៏វាស៊ីស្រូវដែលវាកំពុងតពងដាក់អញ្ចឹងស្រីអូនគាត់ដឹងថាមនុស្សដែលមានទំនាក់ទំនងគ្នាលេបខាយទោះលក្ខណៈអីក៏ដោយបងធေါ်បងធေါ်ម៉ែធေါ်ឪធေါ်ល្មិចក៏ដោយជាលក្ខណៈពូក្មួយក៏ដោយក៏ប៉ុន្តែបើសិនជាយើងបើកដៃកាន់តែខ្លាំងរឿងហ្នឹងវានឹងជ្រុលទៅដល់រឿងរ៉ាវមួយដែលយើងមិនអាចទប់ស្កាត់បានតួយ៉ាងដោយប្តីរបស់ស្រីអូនអញ្ចឹងស្រីអូនសង្ស័យដឹងប៉ុណ្ណឹងហើយគាត់ក៏ចាប់ផ្ដើមឆែកមើលប្រព័ន្ធបណ្ដាញសង្គមប្តីរបស់គាត់មាន account Facebook តែមួយទេពេលដែលមិនទាន់មានទំនាក់ទំនងជាមួយស្រីម្នាក់ហ្នឹងក៏ប៉ុន្តែស្រីអូនចាប់បាន account Facebook fake មួយទៀតដែលប្តីគាត់ដាក់រូប sticker រូបផ្សេងជារូបតុក្កតា 3D គាត់ចាប់ផ្លឹកថាចុះ account ម្នាក់ហ្នឹងមានអារម្មណ៍ថាដូចស្គាល់ជារួមទៅស្រីអូនថាគាត់មិនដឹងជាបារមីមកពីណាកាន់គាត់ទេឬក៏វិញ្ញាណទី27 28មកពីណាទេប៉ុន្តែគាត់មានអារម្មណ៍នៅក្នុងខួរក្បាលរបស់គាត់ថា account មួយនេះជា account fake របស់ប្តីរបស់គាត់ចាប់ផ្ដើមគិតអញ្ចឹងឯងចាប់ផ្ដើមសង្ស័យចាប់ផ្ដើមតាមដានខ្ញុំធ្លាប់និយាយថាមនុស្សស្រីគឺជា SBI មួយដែលពូកែតាមដានណាហើយគាត់យើងមានវិញ្ញាណទៅ6វិញ្ញាណ12មនុស្សស្រីមានវិញ្ញាណទី38វិញ្ញាណគាត់ដឹងមុនគ្រប់សពបែបយ៉ាងហើយលក្ខណៈប្តីប្រពន្ធទៀតគឺគាត់ច្បាស់តែមកស្រីអូនក៏ចាប់ផ្ដើមសួរប្តីគាត់បែបលេងសើចគាត់ចូលទៅក្នុង account ហ្នឹងហើយគាត់សួរប្តីគាត់ថាបង account Facebook ណាគេហ្នឹង
សួរអញ្ចឹងចំណែកប្តីរបស់គាត់ថាអត់ដឹងផងអត់ស្គាល់ផងប្តីគាត់ធ្វើឆ្លើយបែបនឹងឯងធៀបពិតទៅស្រីអូនបានដឹងថា account Facebook នឹងគឺជា account Facebook របស់ប្តីរបស់គាត់ហើយគាត់តែសួររបៀបលេងសើចឬក៏ចង់ឆមើលតើគាត់ប្រាប់ការពិតអត់ប្តីរបស់គាត់ពេលនោះគឺលាក់បាំងមិនប្រាប់ការពិតដល់គាត់ទេស្រីអូនគាត់ទទួលបានប៉ុណ្ណឹងក្តីស្រឡាញ់ចំពោះប្តីរបស់គាត់ 100% នៅត្រឹមតែ 60% បាត់ 40 បាត់ហើយមិនទាន់ចាប់បានប្តីមានស្រីលួចតំណតំណងជាមួយគេយ៉ាងម៉េចផងប៉ុន្តែបាត់អស់ 40% បាទគាត់ថាពេលនោះហើយគាត់សួរបញ្ជាក់ថាមកឯងស្គាល់អត់ច្បាស់អត់ប្តីគាត់ថាអត់ដឹងទេអត់ដឹងអត់ស្គាល់ផងអត់ដឹងផងសំខាន់មិនយក account មួយហ្នឹង add ប្រពន្ធទៀតអត់ add អីគាត់ថាគាត់អត់ block នៅពេលនោះបើសិនជាគាត់ block ឲ្យបានប្រហែលជាយើងមិនដឹងទេគាត់ចូលទៅក្នុង account Facebook គាត់ចុចមើលពាក្យ about ទៅបងប្អូនណាប្តីមកគាត់ក៏អត់បានលុបព័ត៌មានតខ្លួនអីប្រហែលដែរគាត់មើលទៅចុះលេខទូរស័ព្ទហ្នឹងដូចជាលេខប្តីខ្ញុំណាលេខកតុយ99នេះអញ្ចឹងចុះឬកតុយ09នេះណាចុះដូចជាលេខប្តីរបស់ខ្ញុំតើហេតុអីបានគាត់ថាមិនមែនជា account Facebook របស់គាត់ឬក៏គាត់ដូចជាពាក្យចាមអារាមអ្នកដែលធ្វើការជាមួយនឹងគ្នាហ្នឹងគេប្រាប់មកខ្ញុំថាស្រីអូនណាប្តីហើយឥឡូវមានតំណងជាមួយក្មេងស្រីម្នាក់ធ្វើការមួយគ្នាប៉ុន្តែតំណងដូចជាពូនឹងក្មួយទេប្តីគាត់អញ្ចឹងមែនឬក៏យ៉ាងម៉េចចាប់ពីពេលហ្នឹងមកគាត់កត់សម្គាល់ហើយក្តីស្រឡាញ់ចំពោះប្តីគាត់គឺធ្លាក់មកត្រឹមតែ 60% ទេហើយក៏សួរបញ្ជាក់បងច្បាស់អត់បើឯងលាក់លៀមអីនឹងខ្ញុំអីមិនអញ្ចឹងណាប្តីគាត់ថាអត់មានអីទាំងអស់ពីពេលនោះមកសេអូនចាប់ផ្ដើមកត់សម្គាល់ប្តីរបស់គាត់បងប្អូនណាគាត់ទៅធ្វើការចេញម៉ោង8ជិះម៉ូតូមកដល់ផ្ទះឈប់ម៉ូតូនៅមុខបន្ទប់គាត់អង្គុយនៅក្រែខាងមុខហ្នឹងអត់ចូលទេយើងហៅបងចូលមកមួយទៅហូបបាយហូបអីគាត់ថាហូបពីរោងចក្រហើយហូបទៅនាំកូនដេកទៅអង្គុយឲ្យតិចខ្លួនបន្តិចអង្គុយអញ្ចឹងទៅហើយអូនគាត់មើលតាមប្អួយទៅឃើញប្តីមានអារម្មណ៍ថាគាត់កំពុងតែឆាតឬក៏លាក់លៀមជាមួយនរណាមិនវយជាសម្លេងទេរបៀបឆាតជាអសរប៉ុន្តែយើងមើលសភាពប្តីយើងអាជះភ្លើងទូរស័ព្ទមកចំហ្នឹងមានអារម្មណ៍ថាគាត់កំពុងតែសប្បាយជាមួយនឹងការឆាតលេងជាមួយនឹងនៅណាម្នាក់យើងមិនបានចោទទៅលើបងអូនស្រីម្នាក់ហ្នឹងទេប៉ុន្តែយើងឃើញរបៀបថាគាត់កំពុងតែសប្បាយចុចមិនលេងហ្គេមទេគាត់ឆាតលេងជាមួយមនុស្សស្រីហ្មងជំមិនឆាតជាមួយមនុស្សស្រីសុំទោសគាត់កំពុងតែសប្បាយនឹងការសរសេរអក្សរឆាតជាមួយនរណាម្នាក់ឃើញទស្សនវិជ្ជាបែបហ្នឹងគាត់អាយ៉ាប្តីគាត់ដូចអត់ស្រួលហើយទម្លាប់មួយហ្នឹងកើតឡើងអញ្ចឹងញយម៉ោង9ម៉ោង10បានគាត់ចូលមកផ្ទះមួយទឹកអីសងំដេកទៅពេលដែលគាត់សងំដេកនៅក្នុងបន្ទប់ជាមួយនឹងយើងកូនដាក់ឲ្យគេងគៀនណាបន្ទាប់មកស្រីអូនគេងទៅណាប្តីប្រពន្ធរបស់គាត់គឺគេងទន្ទឹមនឹងគ្នាមែនអត់ក៏ប៉ុន្តែចាប់ពីពេលហ្នឹងមកប្តីរបស់គាត់គេងបែរខ្នងដាក់គាត់ហើយចូលចិត្តឃ្លុំភួយមែនតើដេកកង្ហាលក្តៅបែកញើសជោកពីមុនគាត់ដេកស្លៀកតែខោក្នុងដោះអាវភួយមិនទៅដល់តែពេលនេះគាត់ចាប់ផ្ដើមទាញរោភួយរោអីដើម្បីទៅដល់ភួយហ្នឹងហើយគាត់ឃ្លុំភួយគេងបែរខ្នងដាក់យើងទៅធៀបពិតពេលដែលបន្ទប់យើងបិទភ្លើងស្ងាត់ហើយភួយនឹងស្ដើងយើងឃើញពន្លឺភ្លើងប្លង់ចេញអំពីភួយប្តីរបស់យើងស្រីអូនក៏ដឹងថាប្តីរបស់គាត់កំពុងតែឆាតលេងជាមួយស្រីម្នាក់ដែលគាត់កំពុងតែលួចលាក់ក្រោយខ្នងជាមួយនឹងយើងដូចខ្ញុំនិយាយអញ្ចឹងវិញ្ញាណទី38ព្រាយបារមីហ្នឹងគឺកាន់លើប្រពន្ធដឹងបាត់ទៅហើយមិនលាក់ទេនៅប្រុសណាក៏ដោយអ្នកឯងខ្លាំងប៉ុណ្ណាប៉ុន្តែបើលាក់ប្រពន្ធមួយខ្ញុំជឿថាលាក់មិនជាប់មិនរួចទេមុនហើយនឹងក្រោយតែប៉ុណ្ណោះទោះតែអ្នកឯងល្បិចខ្លាំងដែរបើគេចាប់មិនជាប់ប៉ុន្តែបើស្ទើរចាញ់ប្រពន្ធហើយម៉ាំងខ្វាត់លើហ្នឹងគាត់ដឹងថាប្តីរបស់គាត់កំពុងតែល្អជាមួយនឹងនារីម្នាក់នោះពេលខ្លះថ្ងៃសៅរ៍អាទិត្យយើងដើរលេងលក្ខណៈក្រុមគ្រួសារអញ្ចឹងយើងដើរលេងមួយកូនយើងប្តីយើងនៅអង្គុយលឹបលោឆាតជាមួយគេបដៅភ្នែកនៅកញ្ចឹងកសឡឹងឌៀងមកយើងហើយយើងដឹងហ្នឹងថាប្តីយើងអត់ល្អអត់ស្រួលទេចាប់ផ្ដើមអត់ស្រួលទេតែយើងមិនមាត់ទេពេលហ្នឹងស្រីអូនគាត់ចាប់ផ្ដើមរកវិធីដើម្បីចូលទៅក្នុង account Facebook របស់ប្តីរបស់គាត់ទីបំផុតគាត់ចូលបានគាត់ថាប្តីគាត់ជារួមទៅលក្ខណៈថាស្លាប់មិនដូរឈ្មោះរស់មិនដូរតកូលតែបើថាគាត់ខលខូច
លាក់លៀមប៉ុណ្ណឹងប៉ុន្តែលេខកូដគាត់ដាក់ដូចជាមិនទៅណាផងលេខកូដស្រីអូនស្គាល់ដែរគាត់ចូលទៅ YG មែនគាត់ចូល account Facebook ប្តីរបស់គាត់ដែល fake មួយហ្នឹងបានគាត់ថាហេអានតិនហាប្តីនេះអាកាចាស់នេះនិយាយចឹងចុះមិនពីអាក្រក់អាស្រួលឲ្យដាក់ប្តីទេថាអីចូលបានលេខកូដដាក់ដដែលសោះអត់អីទេចាំមើលតើគាត់លោតដល់ជើងប្រមាណតែគាត់លាក់លៀមយើងហ្នឹងអញ្ចឹងប្តីរបស់គាត់ពេលដែលដើរលេងឆាតជាមួយស្រីហ្នឹងគឺស្រីអូនគាត់ឃើញដែរគាត់ចុចគាត់ឃើញអីនៅចិត្តយើងដើរលេងនាំកូនជិះម៉ូតូជិះសេះជិះអីអង្គុយនៅណេះលួចឆាតមួយស្រីធ្វើភ្នែកលឹបលោអញ្ចឹងទៅអញ្ចឹងហើយស្រីអូនក៏មិនខាត់ដំណើរប្តីដែរឲ្យគាត់ទៅមកវឹងទៅដូចទូកអញ្ចឹងយើងរុញទូកបដោយទឹកមកវឹងទៅតែដល់ណាដែលទូកនឹងត្រូវលិចនេះដល់ណាដែលទូកនឹងត្រូវបើកកាយនៅរឿងរ៉ាវក្រោយខ្នងស្រាប់តែមួយរយៈមកទៀតដូចថាកំពុងតែហូបបាយក៏កំពុងនិយាយគ្នាលេងប្តីប្រពន្ធបន្លែងកូននេះហ្នឹងគាត់តែសំឡេងទូរស័ព្ទលុតពឹងប្តីប្រគាត់ទាញមកដឹងថាម្នាក់ស្រីហ្នឹងឆាតមកគេដៀងភ្នែកមើលគេទុកទូរស័ព្ទក្នុងកប៉ាល់រួចគេធ្វើអ៊ីមេចុកពោះរត់ចូលបន្ទប់ទឹកពេលខ្លះកន្លះម៉ោងជាងតតែកូនឈឺនោមឈឺអីគោះទ្វារបានព្រមចេញមកវិញចូលទៅបែកញើសជោកខ្លួនចេញមកវិញគ្មានបាត់ដៃបាត់ជើងទេប៉ុន្តែគាត់អង្គុយសង្ងំនៅក្នុងបន្ទប់ទឹកហ្នឹងដើម្បីឆាតលេងជាមួយស្រីម្នាក់នោះពីព្រោះបើទៅឆាតនៅក្រៅទៅមានគេមានអីអង្គុយនៅក្រែដែរពេលថ្ងៃអញ្ចឹងសុខចិត្តចូលសង្ងំក្នុងបន្ទប់ទឹកឆាតជាមួយស្រីម្នាក់នោះតែគាត់មិនបើកចំហឲ្យយើងដឹងណាចុះលាក់ប្រពន្ធឆាតមួយស្រីបើកចំហក្បាលបែកអញ្ចឹងគាត់លួចអញ្ចឹងមករយៈក្រោយមកស្រីអូនបានឃើញតំណែងតំណងរវាងប្តីរបស់គាត់ជាមួយនឹងក្មេងស្រីម្នាក់នោះវាលក្ខណៈថាពូអត់ក្មួយមិនបានក្មួយអត់ពូមិនបានណាជារួមទៀងម៉ោងបើមិនស្រីឆាតទៅប្រុសឆាតមកស្រីដល់ទៅម៉ោង8 9អីជួនកាលមកវាធ្វើការវិញឆាតបដាតកតុយគ្នារហូតទៅស្រីអូនបានដឹងរឿងអស់ទាំងហ្នឹងហើយរឿងមួយហ្នឹងក៏វាកាន់តែធ្ងន់ទៅវាលក្ខណៈថាពីរនាក់ហ្នឹងអត់គ្នាលែងបានហើយមិនមែនថាអត់គ្នាមិនដឹងថាពួកគាត់នៅក្រោយខ្នងយ៉ាងម៉េចទៀតទេណាប៉ុន្តែនៅក្នុងឆាតពួកគាត់អត់គ្នាមិនបានចេះនឹកគ្នាឯណាណៃបើតាមគាត់មើលសារដែលប្តីគាត់ឆាតជាមួយគេប្តីគាត់របៀបលួងលោមគេដូចជាក្មេងស្រីម្នាក់ខូចចិត្តរឿងរ៉ាវស្នេហាជាមួយនឹងគូសង្សារធ្លាប់ដេកនៅមួយគ្នាខ្លាចម៉ែឪដឹងទេក៏ប៉ុន្តែអាភាពទំនាក់ទំនងចុងដែលលួងលោមគេកុំឲ្យគេខូចចិត្តកុំឲ្យគេឈឺចាប់នោះវាបែរទៅជាវាចូលលក្ខណៈថាវាជារឿងរ៉ាវដែរអាណិតជ្រុលហើយវាខ្លាយទៅជាស្នេហារបៀបបែបហ្នឹងប៉ុន្តែវាមិនធ្ងន់ធ្ងរទេហើយក៏មិនបានចោទប្រកាន់ថាប្តីជ្រុលអីហួសនឹងដែរតែដឹងទៅប៉ុណ្ណឹងទោះមកក៏ស្រីអូនគិតថាបើសិនជាបដ ாய் ប្តីរបស់គាត់មករយៈទៀតបដ ாய் អញ្ចឹងរហូតរឿងហ្នឹងវាប្រកាសទៅជាធ្ងន់រត់ឡើងកាលណាកាន់តែធ្ងន់ដកចិត្តក៏កាន់តែលែងរួចដែរគាត់ក៏ទ្រាំបានគាត់ក៏សួរប្តីគាត់មួយសារទៀតគាត់ក៏សួរថាបង account Facebook ហ្នឹងជា account របស់បងឯងឬក៏យ៉ាងម៉េចប្តីរបស់គាត់នៅតែកវីក្បាលថាអត់ដឹងទេសំខាន់គាត់យក account Facebook ម្នាក់ស្រីនោះមើលថាចុះម្នាក់ស្រីនេះណាគេអេតមកអូនប្តីគាត់ចាប់ផ្ដើមភ្នែកស្លើបដល់ចាប់ដើមអ៊ីមីហើយគាត់ដឹងហ្មងប្តីគាត់ចាប់ដើមផិតភ័យប៉ុណ្ណឹងគាត់ដឹងខ្លួនថាប្តីគាត់លួចមានស្រីតែយើងមិនទាន់ចាប់គាត់ឬក៏ចុចគាត់ឲ្យខ្លាំងទេហើយទំនុកចិត្តបងអូនស្រីដែលនៅ 60% ណាមកនៅត្រឹម 30% ទេនៅពេលនោះ 30% គឺគាត់ចង់ដឹងថាតើប្តីគាត់ហ៊ានប្រាប់តាមត្រង់ថាគាត់ជាអ្នកបង្កើត account Facebook fake មក account ហ្នឹងតែប្តីគាត់មិនប្រាប់អញ្ចឹងគាត់ចាប់ដើមមើលហើយប្តីគាត់មិនមែនឆាតតែអសរទេពេលខ្លះជាសំឡេងទៀតហ្នឹងជាសំឡេងប្តីរបស់គាត់ណាមិនស្គាល់ប្តីខ្លួនឯងមករយៈក្រោយមកមើលថាអត់ស្រួលហើយក៏ខ្លាចទប់រឿងនឹងមិនជាប់ក៏ស្រីអូនចាប់ផ្ដើម screenshot នៅសារដែលពួកគាត់ទំនាក់ទំនងគ្នាតាំងពីពេលចាប់ផ្ដើមមកយូរខែដែរណាបងប្អូនយូរខែដែរវាចូល 6-7 ខែស្រីអូនចាប់ផ្ដើម screenshot គ្រប់សពបែបយ៉ាងហើយគាត់ក៏ឆាតតម្លាក់ទៅប្តីគាត់ម្ដងមួយរហូតដល់អស់ពី stop ប្តីរបស់គាត់បើកភ្នែកធំបណ្ដោយប្តី
đâyគាត់ក៏សួរថាស្រីអូនឯងឆាតស្អីគេហ្នឹងអូនឯងមិនហើយរបៀបយើងសួរពេកអញ្ចឹងប៉ុណ្ណេះពេលហ្នឹងយើងដឹងពេលហ្នឹងប្តីគាត់ដឹងថាខ្លួនគាត់ខុសគាត់ទៅសួរយើងទៅពេកហើយគាត់ថាអ្វីដែលឯងឃើញហ្នឹងវាជាការយល់ច្រឡំទេធៀបពិតទៅបងអត់មានចិត្តទៅលើក្មេងស្រីម្នាក់ហ្នឹងទេគាត់ឆ្លើយអញ្ចឹងហើយស្រីអូនថាអត់មានអីនិយាយផងប៉ុន្តែអ្វីដែលខ្ញុំឃើញគឺដូចខ្ញុំអ្វីដែលខ្ញុំផ្សាយទៅបងឯងអញ្ចឹងហើយ account Facebook ហ្នឹងមិនមែន account Facebook បងឯងណាខ្ញុំគាត់តែបានសារពីគេមកតាហើយមិនក៏បងឯងភ័យម៉េះវាប្រឈឺអញ្ចឹងគាត់ថាពេលហ្នឹងខឹងដែរប៉ុន្តែធ្វើម៉េចមនុស្សកំសត់កំរជាមួយនឹងគ្នា7 8ឆ្នាំហើយមិនមែនថាម៉ាំងមកដាច់ចិត្តទេលក្ខណៈថាអាណិតកូនហើយណាមួយអាណិតអនុស្សាវរីយ៍ដែលយើងធ្លាប់មានជាមួយគ្នាពីមុនមកជាងគ្រាន់តែប្រឈឺគាត់ឲ្យគាត់ដឹងខ្លួនហើយពេលហ្នឹងគាត់មិននិយាយអីទាំងអស់ដូចថាផ្ញើតាសារហើយក៏គាត់ស្ងាត់បាត់មាត់សូនឈឹងទៅមិននិយាយអីទេវាហួសចិត្តខ្លាំងពេកដែលមនុស្សដែលយើងស្រឡាញ់អស់ពីពោះពីពងអស់ពីចិត្តពីគំនិតបែរទៅជាគាត់មានសភាពបែបហ្នឹងដាក់យើងពេលហ្នឹងយើងអត់សូវសប្បាយចិត្តប្រហែលទេហើយអូខេយើងមិនមាត់យើងផ្ញើតាសារហ្នឹងហើយក៏យើងបាត់មាត់ឈឹងទៅហើយគាត់ក៏ដឹងខ្លួនពីព្រោះយើងនៅជាមួយគ្នាយូរហើយគាត់ដឹងខ្លួនថាគាត់ខុសគាត់ក៏និយាយលួងលោមយើងពាក្យជាច្រើនប៉ុន្តែពេលហ្នឹងស្រីអូនខឹងគាត់ស្ដាប់មិនចូលទេបាយទឹកនំចំណីធ្វើឲ្យទុកទៅប្តីហូបមិនហូបញ៉ាំមិនញ៉ាំរឿងរបស់គាត់សំខាន់យើងមកពីធ្វើការមួយទឹកមួយអីមួយទឹកឲ្យកូនស្ងប់ដេកទៅហើយក៏អត់ជិះម៉ូតូមួយប្តីដែរម៉ោងធ្វើការដើរធ្វើការចេញមកដើរម្នាក់ឯងលេងខ្វល់ពេលហ្នឹងគាត់លេងខ្វល់ជាមួយប្តីរបស់គាត់ចូល3អាទិត្យណាគាត់អត់និយាយរកអត់ខ្វល់ខ្វាយទេហើយប្តីពេលហ្នឹងគាត់ស្វះស្វែងគ្រប់សោះបែបយ៉ាងគាត់ភ័យហើយប្តីរបស់គាត់ក៏បានដាក់ច្បាប់ពីកន្លែងការងារហ្នឹងទៅដាក់ច្បាប់ឈប់ពីព្រោះប្តីគាត់ដឹងខ្លួនខុសជារួមទៅស្រីអូនថាប្តីរបស់គាត់គឺជាមនុស្សម្នាក់ដែលដឹងខុសត្រូវតាមិនមែនថាគាត់មិនដឹងខុសត្រូវទេប៉ុន្តែអាសាដែលគាត់ឆាតលេងជាមួយស្រីម្នាក់នោះក្មេងស្រីម្នាក់ប្រហែលជាគាត់ជាការលួងលោមគេពិតមែនប៉ុន្តែការលួងលោមនឹងមើលទៅវាជ្រុលវាលក្ខណៈថាជាពូនឹងក្មួយប៉ុន្តែវាជ្រុលជារួមទៅពាក្យថាជ្រុលមួយម៉ាត់បងប្អូនដឹងហើយថាវា take care ខ្លាំងពេកវាបារម្ភខ្លាំងពេកដល់ម៉ោងត្រូវឆាតទៅគេញឹកពេកអញ្ចឹងវារៀងជ្រុលបែបហ្នឹងបានស្រីអូនគាត់ខឹងណាស់បើសិនជាធម្មតាប្រហែលជាស្រីអូនមិនប្រកាន់ខឹងឬក៏យកទោសអស់ដំណើរអំពីរឿងហ្នឹងទេគាត់និយាយប៉ុន្តែនេះគាត់មើលទៅវាជ្រុលទៅដំណើរដូចទូកអញ្ចឹងវាជ្រុលកាន់តែខ្លាំងទៅបើសិនជាយើងបដ ாய் កាន់តែខ្លាំងប្រហែលជាវាអាចនឹងដល់ត្រោយឯមួយអញ្ចឹងទៅអញ្ចឹងវាពេលនោះមកប្តីរបស់គាត់ចាប់ផ្ដើមលួងលោមគាត់ចាប់ផ្ដើមរក្សាទំនុកចិត្តផ្ដល់មកគាត់វិញប៉ុន្តែស្រីអូនគាត់ប្រាប់ថាទំនុកចិត្តមានតែ 20% ទេបងអើយស្ទើរតែមិនដល់20ពេលខ្លះត្រឹម 0.1% ក៏មានដែរក៏ប៉ុន្តែក្រោយពេលដែលប្តីរបស់គាត់សាងទំនុកចិត្តឲ្យគាត់វិញគាត់ចាប់ផ្ដើមដាក់ពាក្យឈប់ធ្វើការនៅកន្លែងនោះហើយគាត់មិនដឹងថាដោះស្រាយជាមួយនឹងក្មេងស្រីម្នាក់យ៉ាងម៉េចទេ account Facebook របស់គាត់ហ្នឹងគាត់ក៏បានប្លុកខ្លួនឯងនិយាយទៅសម្រាប់ account Facebook ហ្នឹងចោលចេញពីពិភពលោកនឹងបាត់ឈឹងទៅហើយគាត់ក៏បដូរលេខទូរស័ព្ទអីថ្មីហើយមកធ្វើការនៅនេះវិញមកហើយម្នាក់ស្រីហ្នឹងធ្វើការនៅរោងចក្រនងដដែលប្រឆាគ្នាពួកគាត់តំណាក់តំណងលួចតាក់ទងគ្នាជួបគ្នាទៀតក៏បានដែរប៉ុន្តែចាប់ពីពេលនោះមកគឺប្តីគាត់មិនដែរទៅណាមួយដែរមិនចូលស្រីអូនទៅតាមនោះទេគឺគាត់ចាប់ផ្ដើមសាងទំនុកចិត្តបែបហ្នឹងឯងជារួមទៅគាត់មកធ្វើការជាមួយនឹងយើងវិញ24ម៉ោងគឺយើងឃើញគ្នារហូតហើយគាត់ក៏មិនដែរឆាតតាក់ទងតំណាក់តំណងស្អីដែរពីព្រោះ account Facebook របស់គាត់បច្ចុប្បន្នសពថ្ងៃហ្នឹងប្រពន្ធគាត់ក៏ចូលមើលបានទាំងសារទាំង account ចូលមើលបានដូចគ្នាដកទៅ Telegram តែ Telegram គឺគាត់អត់មានតាក់ទងស្រីណាទេតែក៏ពេលខ្លះគាត់យកទូរស័ព្ទមកឆែកមកអីមើលដែរតែគាត់ថាអូខេប្តីគាត់ចាប់ផ្ដើមសាងទំនុកចិត្តឲ្យគាត់ឡើងវិញគាត់ក៏ចាប់ផ្ដើមជឿជាក់ទៅលើប្តីរបស់គាត់វិញដែរក៏ប៉ុន្តែរឿងហ្នឹងវាថ្មីពេកសម្រាប់គាត់ត្រឹមតែប្រហែល 3-4 ខែហ្នឹងមួយរយៈចុងក្រោយហ្នឹងក៏ស្រីអូនមិនទាន់ផ្សាំឬក៏ស៊ាំចិត្តនៅអាក្តីស្រឡាញ់ពីមុននឹងមកវិញបានដែរ
តែក៏ចាប់ផ្ដើមសាងនៅទំនុកចិត្តនេះវិញពីមួយដំណាក់កាលទៅមួយដំណាក់កាលខុសសង្ឃឹមថាថ្ងៃណាមួយគាត់បើកចិត្តស្រឡាញ់ប្តីគាត់ឲ្យបាន 100% វិញនឹងជារឿងដែលគាត់ចែករំលែកដល់ខ្ញុំហើយរឿងមួយនេះស្រីអូនក៏ចង់ផ្ដាំផ្ញើទៅមនុស្សទាំងឡាយដែរជាពាក្យផ្ដាំផ្ញើមួយនេះមិនមែនជាពាក្យព្រានប្រដៅឬក៏ជាពាក្យទូលមានដល់បងប្អូននោះទេនៅក្នុងការសារដែលផ្ដាំផ្ញើមិនថាមនុស្សប្រុសមិនថាមនុស្សស្រីនោះទេបើសិនជាស្ដាប់សាររបស់ស្រីអូនហើយគួរណាស់តែមានការគិតពិចារណាផងដែរគាត់ថាអញ្ចេះបទពិសោធន៍ដែលគាត់ផ្ដល់ហ្នឹងវាជាអារម្មណ៍របស់គាត់ហើយគាត់ក៏គិតថាមនុស្សស្រីក៏ដោយមនុស្សប្រុសក៏ដោយអារម្មណ៍មួយហ្នឹងអត់សូវខុសគ្នាប្រហែលទេបើមនុស្សប្រុសពេលខ្លះចិត្តដាច់ជាងមនុស្សស្រីទៀតពេលខ្លះមិនថាចិត្តដាច់ជាងណាអីណាណីទេគាត់ថាមនុស្សប្រុសលក្ខណៈថាឆេវឆាវជាងមនុស្សស្រីបើសិនជាជួបរឿងអញ្ចឹង 100% ឌីលខ្មេះតេះឌីលមនុស្សស្រីហើយអាចនឹងឈានដល់ផ្លូវបែកបាក់លែងលះគ្នាមែនអត់ប៉ុន្តែបើមនុស្សស្រីអត់ទេគាត់សុខចិត្តទ្រាំអត់ទ្រាំខ្មាស់ទ្រាំអៀនហើយគាត់គិតអំពីអនុស្សាវរីយ៍ជាមួយនឹងគ្នាហើយគាត់ក៏នឹងផ្ដល់ឱកាសដល់មនុស្សដែលជាទីស្រឡាញ់នឹងឲ្យកសាងជីវិតជាថ្មីដែរចំពោះមនុស្សស្រីបើមនុស្សប្រុសខ្ញុំមិនដឹងទេបើគេទាំងខ្ញុំឃើញប្រពន្ធឆាតមួយស្រីចេះប្រុសអីចេះឈុលនឹងឯងឆេះឈុលចេះដូចឆេះសឡៃកោយ៉ាងឈុលមកឈុលហ្នឹងធ្វើទៅបែកបាក់គ្នាក៏ថាបានដែរប៉ុន្តែចំពោះមនុស្សស្រីអ្នកខ្លះចិត្តនឹងណាគឺគាត់ផ្ដល់ឱកាសដល់យើងអញ្ចឹងហើយជាបទពិសោធន៍ស្រីអូនថាមិនថាប្រុសមិនថាស្រីទេប្រសិនបើបងប្អូនមានដៃគូជីវិតមិនថាជាសង្សារគូដណ្ដឹងប្តីប្រពន្ធឬក៏ស្នេហាភេទដូចគ្នាក៏ដោយពេលដែលបងប្អូនមានដៃគូជីវិតហើយដៃគូស្នេហាហើយដៃគូផ្អែមល្ហែមដែលយល់ចិត្តគ្នាហើយសូមកុំឲ្យមានអ្នកទី3ណាម្នាក់ចូលមកជ្រែកនៅក្នុងជីវិតបងប្អូនអីទោះថាអ្នកនោះជាស្អីក៏ដោយអ្នកទំនងជាពូជាក្មួយជាជីដូនមួយជាបងធัวប្អូនធัวជារួមទៅក្នុងន័យមួយដែរឈានទៅដល់ភាពផ្អែមល្ហែមនិងភាពយល់ចិត្តคล้ายទៅជាស្នេហាសូមកុំមានទំនាក់ទំនងបែបនឹងឲ្យសោះពេលខ្លះជាការលួងមនុស្សស្រីម្នាក់ពេលខ្លះជាការយកចិត្តទុកដាក់លើបរិសម្នាក់វាគ្រាន់តែជាអារម្មណ៍ដែលយើងយកចិត្តទុកដាក់ចំពោះគេបែបធម្មតាទេក៏ប៉ុន្តែយូរទៅคล้ายជាទម្លាប់និងមានភាពខុសឆ្គងទៅលើគូស្នេហាដែលយើងកំពុងតែផ្ដើមជាមួយនឹងគ្នានឹងឯងអញ្ចឹងសូមកុំឲ្យមានរឿងនឹងកើតឡើងឲ្យសោះវានឹងคล้ายទៅជារឿងផិតក្បត់នៅថ្ងៃណាមួយមិនថាប្រុសមិនថាស្រីចូលផ្ដាច់ទំនាក់ទំនងដែលយើងមានចំពោះនរណាម្នាក់ដែលល្អវាលើសអំពីមិត្តបើមិនជាមិត្តភាពមិត្តភ័ក្តិធម្មតាអីវាអត់អីទេហើយបងប្អូននឹងថាមិត្តភាពមិត្តភ័ក្តិធម្មតាភាគច្រើនឆាតរកគ្នាទៅពេលដែលជួបរឿងនេះរឿងនោះរឿងសប្បាយអីតិចតួចទេវាមិនលក្ខណៈថាឆាតរាល់ថ្ងៃរាល់ពេលរាល់ម៉ោងបងប្អូនសាកសម័យមើលមិត្តភ័ក្តិរបស់យើងវាមិនដែរឆាតគ្នារកគ្នារាល់ថ្ងៃទេទាំងគេទាំងខ្ញុំមិនដែរយ៉ាងណាឆាតរកគ្នា24ម៉ោងលើ24ម៉ោងប៉ុន្តែបើសិនជាស្នេហាអានឹងប្រកបហើយ24ម៉ោងលើ24ម៉ោងហើយយកចិត្តទុកដាក់ចេញចុះទៅវានឹងធ្វើឲ្យរឿងរបស់យើងនឹងមានបញ្ហាជាមួយនឹងគ្នាជាលក្ខណៈគ្រួសាររបស់យើងហើយក៏អាចឲ្យរឿងតូចប្រែคล้ายទៅជារឿងធំដែរនេះគ្រាន់តែជាបទពិសោធន៍មួយដែលគាត់ប្រាប់ដែលគាត់ចែកម្លែកដល់យើងហើយវាជាមេរៀនមួយសម្រាប់មនុស្សទូទៅដែរមិនថាស្រីថាប្រុសទេបងប្អូនអញ្ចឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាបើសិនជាយើងមានដៃគូជីវិតរបស់យើងហើយគួរណាស់តែយើងស្មោះត្រង់តែមិនមែនថាមិនឲ្យបងប្អូនមិនមានមិត្តភ័ក្តិអីនោះទេក៏ប៉ុន្តែវាកុំឲ្យលើសលប់ដល់ថ្នាក់បងធေါ်ប្អូនធေါ်អីអញ្ចឹងណាជារួមទៅយើងដឹងខ្លួនឯងថាយើងធ្វើអីយើងដឹងខ្លួនឯងហើយមិត្តភាពផ្សេងស្នេហាផ្សេងការយកចិត្តទុកដាក់ផ្សេងបងប្អូនធ្វើអីដឹងខ្លួនឯងហើយកុំឲ្យអាមានរឿងអស់ទាំងនឹងកើតឡើងដូចប្តីរបស់ស្រីអូនឬក៏ដោយបុគ្គលណាផ្សេងអីចឹងទៅវាមិនល្អដល់គ្រួសាររបស់យើងទេមុននឹងក្រោយគឺធ្វើឲ្យគ្រួសារយើងបែកបាក់គ្នាទេអញ្ចឹងដូចស្រីអូនអញ្ចឹងគាត់បាត់ទំនុកចិត្តទៅលើប្តីរបស់គាត់ហើយបងប្អូនទំនំតែសាងទំនុកចិត្តមកលើគ្នាវិញបានណាប្រើរយៈពេលពី1ខែ2ខែ3ខែរហូតដល់ឆ្នាំក៏អាចបានថាបានដែរកុំឲ្យមនុស្សម្នាក់ដែលស្រឡាញ់យើងបាត់ទំនុកចិត្តលើយើងអីខ្ញុំមានតែប៉ុណ្ណឹងទេមិនមែនទ្រឹស្ដីគ្រូស្នេហាអីទេបងប្អូនហើយគាត់ថា
ខ្ញុំមានបទពិសោធន៍ដែលបងប្អូនបានផ្ដល់ឲ្យខ្ញុំអញ្ចឹងហើយខ្ញុំក៏ណាក្តៅរំលឹកដល់បងប្អូនដែលថាស្រឡាញ់នរណាម្នាក់មិនថាប្តីថាប្រពន្ធគូស្នេហ៍របស់យើងទៅចូលស្មោះត្រង់នឹងគ្នាទៅស្មោះទៅស្មោះមកទៅជីវិតគ្រួសាររបស់យើងជីវិតគូរបស់យើងក៏វាល្អតាមនឹងដែរតែបើយើងលួចផិតទៅផិតមកអាហ្នឹងវាគ្មានស្អីទេមានតែភាពឈឺចាប់បែកបាក់ព្រាត់ប្រាសគ្នានៅថ្ងៃខាងមុខនឹងឯងមានតែប៉ុណ្្នឹងទេហ្នឹងហើយបងប្អូនខ្ញុំសូមបញ្ចប់រឿងរ៉ាវសេអូនទៅនឹងហើយខ្ញុំអរគុណសេអូនដែលបានផ្ដល់រឿងនេះដល់ខ្ញុំវាជាបទពិសោធន៍មេរៀនជីវិតមួយល្អមែនតើសម្រាប់អ្នកដែលមានគូទាំងឡាយកុំអីអ្នកខ្លះមានប្តីមានប្រពន្ធហើយនៅគិតអាសង្សារចាស់ល្អអញ្ចេះល្អអញ្ចោះអូកុំគិតអញ្ចឹងឯងបើវាល្អវាយកយើងមកដល់និយាយមកចេះទៅហើយពេលមានប្តីមានប្រពន្ធហើយទៅគិតអ្នកថ្មីគេចេះគេចុះអូមិនទៅគិតទេជឿខ្ញុំទៅនិយាយមកថាគ្មាននរណាល្អជាងដៃគូជីវិតរបស់យើងដែលយើងជ្រើសរើសនោះទេចំពោះអ្នកដតីវាគ្រាន់តែជាបង្អែមមួយដែរយើងគិតថាយើងភ្លក់ទៅវាឆ្ងាញ់ឯប៉ុណ្ណឹងឯងប៉ុន្តែវាមិនដល់អ្វីដែលជាដៃគូជីវិតរបស់យើងនោះទេវាប៉ុណ្ណឹងខ្ញុំនិយាយវែងឆ្ងាយហើយនិយាយទៅវាមិននឹងមិនថាវាត្រូវខុសនឹងមិនទេគាត់ថាចូលស្មោះត្រង់ជាមួយនឹងគ្នាតែប៉ុណ្ណឹងចឹងខ្ញុំសូមបញ្ចប់រឿងរ៉ាវសេអូនតំណឹងហើយអរគុណបងប្អូនដែលបានស្ដាប់រឿងនេះដល់ចប់អរគុណនៅបទពិសោធន៍មួយនេះសម្រាប់មនុស្សទូទៅដែលបានស្ដាប់ចូលប្រុងប្រយ័ត្នខ្លួនហើយប្រុងប្រយ័ត្នខ្លួនមិនមែនលាក់លៀមជាមួយដៃគូទេណាកុំឲ្យមានរឿងនឹងកើតឡើងខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវក្រោយៗទៀតនៅក្នុង Channel ប៉ាទីនេះផងដែរអរគុណច្រើនជម្រាបលា